នៅថ្ងៃមួយនាងតៃដែលជាប្រពន្ធបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ដូច្នេះហើយធ្វើឲ្យប្តីដែលឈ្មោះថាឧត្តមនោះខិតខំរកប្រាក់រហូតទៅដល់អស់លទ្ធភាពដើម្បីមើលប្រពន្ធហើយក៏បានធ្លាក់ខ្លួនឈឺរួចហើយក៏ស្លាប់បាត់ទៅនៅយប់នោះប្រពន្ធរបស់នាយឈ្មួញកំពុងតែអង្គុយលេងធម្មតាស្រាប់តែបានឃើញមនុស្សស្រីម្នាក់កំពុងតែដើរចូលនៅក្នុងផ្ទះតែមនុស្សស្រីនោះប្រពន្ធរបស់នាយឈ្មួញពិតជាមិនដែលស្គាល់ថាគឺជាអ្នកណានោះទេរឿងព្រលឹងម្ចាស់ផ្ទះដើមនាងតៃនិងឧត្តមគឺជាប្តីប្រពន្ធមួយគូដែលពួកគេតស៊ូខ្លាំងណាស់តាំងពីពួកគេគ្មានប្រាក់រហូតទៅដល់ខិតខំរកស៊ីរហូតបានធ្វើផ្ទះសម្បែងរស់នៅនឹងគេប៉ុន្តែនៅថ្ងៃមួយនាងតៃដែលជាប្រពន្ធបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ដូច្នេះហើយធ្វើឲ្យប្តីដែលឈ្មោះថាឧត្តមនោះខិតខំរកប្រាក់រហូតទៅដល់អស់លទ្ធភាពដើម្បីមើលប្រពន្ធហើយក៏បានធ្លាក់ខ្លួនឈឺរួចហើយក៏ស្លាប់បាត់ទៅរីឯនាងប្រពន្ធដែលមានឈ្មោះថាតៃបានឈឺចិត្តយ៉ាងខ្លាំងព្រោះថាប្តីរបស់ខ្លួនបានស្លាប់បាត់បង់ជីវិតទៅហើយពេលនោះហើយធ្វើឲ្យពីរអ្នកប្តីប្រពន្ធនេះស្លាប់ទាំងពីរដូចគ្នាដោយសារតែផ្ទះនេះគឺជាកម្លាំងញើសឈាមរបស់ប្តីប្រពន្ធពីរនាក់នេះតាំងពីបាត់ដៃទៅទេធ្វើឲ្យចិត្តរបស់ប្តីប្រពន្ធពីរនាក់នេះពិតជាមិនស្ងប់ឡើយហើយក៏មិនបានទៅចាប់ជាតិឯណាដែរគឺនៅសន្ធិដ្ឋនៅក្នុងផ្ទះនេះហើយថែមទាំងមិនចង់ឲ្យអ្នកណាមករស់នៅក្នុងផ្ទះរបស់ខ្លួនទៀតផងយូរឆ្នាំកន្លងផុតទៅមានឈ្មួញម្នាក់បានមកដល់តំបន់នោះរួចហើយក៏មើលឃើញថាផ្ទះរបស់នាងតៃនិងនាងឧត្តមនេះពិតជាស័ក្តិសមដើម្បីទទួលស្វាគមន៍អ្នកដំណើរចិត្តឆ្ងាយព្រោះថាផ្លូវរបស់មុខផ្ទះនេះពិតជាបែរជា4ទំនងសម្រាប់ឈ្មួញនាថ្ងៃអនាគតមើលលោកមេភូមិលោកពិតជាចាស់ទុំនៅទីនេះដូច្នេះហើយខ្ញុំពឹងពររកឲ្យលោកជូនខ្ញុំដើម្បីដើរមើលភូមិសាស្ត្រព្រោះថាខ្ញុំពិតជាចង់ទិញផ្ទះនៅម្ដុំនេះខ្លាំងណាស់ដោយសារតែអនាគតនៅទីនេះប្រកាសជាខ្លាយទៅជាកន្លែងដែលសម្បូរទៅដោយអ្នកធ្វើដំណើរបើខ្ញុំទិញនៅទីនេះរួចហើយបង្កើតធ្វើជាផ្ទះសំណាក់វាពិតជាល្អណាស់សម្រាប់ខ្ញុំបាទលោកបើលោកត្រូវការខ្ញុំនឹងនាំលោកដើរមើលក្រោយពីមេភូមិបាននាំបុរសនោះបានដើរមើលជាច្រើនកន្លែងប៉ុន្តែកន្លែងដែលគេត្រូវនោះគឺនៅផ្ទះរបស់នាងតៃនិងនាយឧត្តមនោះឯងដូច្នេះហើយនាយឈ្មួញក៏បាននិយាយទៅកាន់មេភូមិឈប់លោកមេភូមិនេះហើយគឺជាផ្ទះដែលខ្ញុំត្រូវការហើយដីនៅតំបន់នេះពិតជាស្រស់ស្អាតហើយវាចំកន្លែងហុងស៊ុយតែម្ដងដូច្នេះហើយខ្ញុំជ្រើសយកផ្ទះនេះលោកអាចសួរម្ចាស់ផ្ទះគេមើលតើគេលក់ប៉ុន្មានខ្ញុំនឹងឲ្យតម្លៃ1 គុណនឹង 3ឈ្មួញនេះពិតជាមិនដឹងរឿងរ៉ាវទេប៉ុន្តែមេភូមិគឺជាអ្នកដឹងរឿងច្បាស់ដូច្នេះហើយមេភូមិក៏បានពង្រៀងដើម្បីកុំឲ្យឈ្មួញគិតចំពោះផ្ទះនេះអូផ្ទះនេះគ្មានម្ចាស់ទេរបងនេះគឺគេធ្វើបិទតាំងពីយូរហើយម្ល៉េះដូច្នេះហើយមានផ្ទះច្រើនណាស់ដែលទំនេរទុកចោលចូលលោកទៅសាកសួរគេមើលព្រោះថាផ្ទះនេះខ្ញុំគិតថាម្ចាស់គេមិនលក់ឡើយលោកដឹងយ៉ាងម៉េចបានថាម្ចាស់ផ្ទះនេះគេមិនលក់មិនតន់ជួបម្ចាស់ផ្ទះផងហើយអីក៏លោកហ៊ានសម្រេចចិត្តតាមពិតទៅខ្ញុំមិនលាក់បាំងលោកទេម្ចាស់ផ្ទះនេះគឺមានឈ្មោះថានាងតៃនិងនាយឧត្តមពួកគេបានស្លាប់បាត់ហើយប៉ុន្តែផ្ទះនេះមានរឿងចម្លែកជាច្រើនដែលពាក់ព័ន្ធទៅនឹងម្ចាស់ផ្ទះបើលោកមិនចង់មានគ្រោះថ្នាក់សូមលោកកុំប្រព្រឹត្តនៅក្នុងការទិញផ្ទះនេះអីទេផ្ទះនេះគឺជាកន្លែងហុងស៊ុយខ្ញុំពិតជាចង់បានខ្លាំងណាស់ម្យ៉ាងវិញទៀតផ្ទះនេះម្ចាស់របស់គេបានស្លាប់បាត់ទៅហើយខ្ញុំគិតថាខ្ញុំងាយស្រួលក្នុងការទិញតើលោកហ៊ានសម្រេចចិត្តលក់ដែរទេអត់ទេខ្ញុំមិនលក់ទេចូលលោកទៅរកផ្ទះទិញចុះបើឲ្យខ្ញុំលក់ផ្ទះនេះខ្ញុំមិនហ៊ាននោះឡើយបាន
បានចឹងខ្ញុំនឹងត្រឡប់ទៅវិញរួចហើយខ្ញុំនឹងតាក់ទងថ្នាក់លើរបស់លោកដើម្បីទិញផ្ទះនេះ នាយឈ្មោះនេះគឺមិនស្ដាប់ឡើយចំពោះដំបូន្មានដែលមេភូមិនេះបានប្រាប់មិនយូរប៉ុន្មាននាយឈ្មោះនេះក៏បានតាក់ទងថ្នាក់លើរបស់មេភូមិរួចហើយក៏បានទិញដីនេះយកក្រោយពីបានទិញដីនេះហើយនាយឈ្មោះពិតជាសប្បាយចិត្តរីករាយខ្លាំងណាស់ព្រោះខ្លួនគិតថានាថ្ងៃអនាគតទឹកដីនេះហើយដែលជាកន្លែងដែលរស់ប្រាក់ឲ្យខ្លួនបានច្រើនមិនយូរប៉ុន្មាននាយឈ្មោះនេះក៏បានឲ្យប្រពន្ធកូនរើមករស់នៅក្នុងផ្ទះនេះព្រោះថាផ្ទះនេះពិតជាទាក់ទាញអារម្មណ៍របស់គាត់ឲ្យចង់រស់នៅខ្លាំងណាស់នៅពេលដែលប្រពន្ធកូនខ្លួនបានមករស់នៅថ្ងៃដំបូងស្រាប់តែមានរឿងគួរឲ្យចម្លែកជាខ្លាំងនៅយប់នោះប្រពន្ធរបស់នាយឈ្មោះកំពុងតែអង្គុយលេងធម្មតាស្រាប់តែបានឃើញមនុស្សស្រីម្នាក់កំពុងតែដើរចូលនៅក្នុងផ្ទះតែមនុស្សស្រីនោះប្រពន្ធរបស់នាយឈ្មោះពិតជាមិនដែលស្គាល់ថាគឺជាអ្នកណានោះទេពុកវីឆាប់មកនេះមើលខ្ញុំបានឃើញមនុស្សស្រីម្នាក់បានដើរចូលទៅក្នុងផ្ទះយើងតើជាអ្នកណាទៅនាយឈ្មោះគិតក្នុងចិត្តរួចហើយក៏អស់សំណើចគិតថាប្រពន្ធរបស់ខ្លួនប្រកាសជាពិតភ្នែកទោះថាគ្មានអ្នកណាម្នាក់ក្រៅពីគ្រួសាររបស់ពួកគេឡើយ ណែឯងប្រហែលជាហត់ខ្លាំងហើយទើបឯងមើលឃើញថាមានមនុស្សដើរចូលទៅក្នុងផ្ទះតើមានមនុស្សយកមិនទៅផ្ទះនេះមានមនុស្សក្រៅពីយើងឡើយ ប្រពន្ធរបស់នាយឈ្មោះក៏យល់ស្របតាមប្តីព្រោះគិតថាប្រហែលជាខ្លួនអស់កម្លាំងរហូតទៅដល់ព្រិលភ្នែកទៅហើយដូច្នេះហើយក៏ស្រេចចិត្តទៅសម្រាកលុះស្អែកឡើងនៅពេលដែលប្រពន្ធរបស់នាយឈ្មោះបានធ្វើដំណើរទៅផ្សារនៅពេលនោះប្រពន្ធរបស់ឈ្មោះក៏បានជួបអ្នកភូមិម្នាក់ហើយក៏បានទទួលដំណឹងពីអ្នកភូមិនោះថាមើលចូលអ្នកនិយាយមើលតើអ្នកចូលរស់នៅផ្ទះនោះបានសុខសប្បាយដែរឬទេប្រពន្ធរបស់ឈ្មោះគ្រាន់តែលើកបែបនេះហើយក៏មានអារម្មណ៍ឆ្ងល់រួចហើយក៏សាកសួរទៅអ្នកភូមិម្នាក់នោះចាខ្ញុំដូចជាគ្មានអ្វីខុសប្លែកផងតើបងនិយាយបែបនេះមានន័យយ៉ាងម៉េចទៅតើផ្ទះនោះមានរឿងរ៉ាវយ៉ាងដូចម្ដេចទៅខ្ញុំប្រាប់យកតែប៉ុន្តែផ្ទះនោះគឺមិនអាចរស់នៅបានឡើយប្តីប្រពន្ធពីរនាក់នោះពិតជាស្រឡាញ់ផ្ទះនោះខ្លាំងណាស់បើសិនជាអ្នកមិនចង់មានបញ្ហាទេចូលអ្នកឆាប់រស់រើចេញភ្លាមទៅពាក្យថាផ្ទះនោះមិនអាចរស់នៅបានចេះតែកើតមានចូលក្នុងត្រចៀករបស់ប្រពន្ធនាយឈ្មោះប៉ុន្តែដោយហេតុតែប្តីចិត្តស្រឡាញ់ងប់ងល់ជាមួយនៅហុងស៊ុយនៅតំបន់ផ្ទះនោះធ្វើឲ្យគេងប់ងល់យ៉ាងខ្លាំងបងសម្លាញ់ខ្ញុំគិតថានៅក្នុងភូមិនេះមានផ្ទះទំនេរច្រើនណាស់តើបងមិនគិតថាពួកយើងត្រូវទៅទិញនៅទីនោះដើម្បីរស់នៅទេឬពេលដែលខ្ញុំទៅផ្សារខ្ញុំបានឃើញផ្ទះមួយនៅខាងក្រោយផ្ទះមានទន្លេនៅពីជម្ភាំងផ្ទះមានភ្នំខ្ញុំគិតថាពួកយើងទៅរស់នៅទីនោះទៅល្អរីឯប្តីនេះមិនដឹងថាមូលហេតុអ្វីទេក៏ងប់ងល់ជាមួយនឹងផ្ទះនេះខ្លាំងណាស់ដូច្នេះហើយប្រពន្ធនិយាយអ្វីក៏គាត់មិនស្ដាប់ដែរអត់ទេផ្ទះនេះហើយគឺជាកន្លែងហុងស៊ុយសម្រាប់បងហើយនឹងជីវភាពគ្រួសារយើងអូនចាំមើលចុះបន្តិចទៀតនឹងមានឈ្មោះជាច្រើនមកធ្វើដំណើរកាត់នេះអូនចាំទៅមើលចុះពេលនោះហើយបងនឹងបើកកន្លែងផ្ទះសំណាក់ដើម្បីឲ្យឈ្មោះស្នាក់នៅហើយយើងប្រកាសជារកប្រាក់បានច្រើនក្រោយពីឃើញភាពមីនះរបស់ប្តីប្រពន្ធមិនហ៊ាននិយាយអ្វីតទេរួចហើយក៏សម្ងំរស់នៅបន្តទៀតប៉ុន្តែនៅថ្ងៃមួយនាងប្រពន្ធក៏បានឃើញថាមានប្តីប្រពន្ធមួយគូឈរនៅក្នុងផ្ទះនោះរួចហើយក៏សម្លឹងមើលរូបនាងយីហើយចុះអ្នកណាគេចុះឈរនៅក្នុងផ្ទះរបស់ខ្ញុំនោះមើលទៅដូចជាសម្លឹងខ្ញុំដល់ហើយតើនោះគឺជាម្ចាស់ផ្ទះនេះមែនទេឬមួយក៏ការនិយាយរបស់អ្នកស្រុកអ្នកភូមិនេះគឺជាការពិតពេលនោះនាងប្រពន្ធក៏បានដើរសំដៅទៅទីកន្លែងដែលនាងបានឃើញស្រាប់តែពេលនោះនាងមិនបានឃើញអ្វីទាំងអស់រួចហើយនាងក៏មានការចម្លែកចិត្តប៉ុន្តែភិនភាកបរិសុស្ត្រីនោះពិតជាស្ថិតនៅក្នុងខួរក្បាលរបស់នាងលុះដល់ព្រឹកស្អែកមានអ្នកដំណើរម្នាក់បានដើរឆ្លងកាត់មុខផ្ទះរបស់នាងរួចហើយនាងក៏បានកាក់ហៅសួរសំណួរជាច្រើនពូខ្ញុំសុំសួរមួយបានទេតើម្ចាស់ផ្ទះមុននេះ
មានរូបរាងយ៉ាងដូចភ្នែកទៅពូម្នាក់ដែលធ្វើដំណើរកាត់នោះស្ទើរតែមិនហ៊ានបរិយាយអំពីរូបរាងរបស់ប្តីប្រពន្ធនោះទេប៉ុន្តែដោយហេតុតែអាណិតនាងប្រពន្ធឈ្មួញដូច្នេះហើយអ្នកដំណើរម្នាក់នោះក៏បានរៀបរាប់ប្រាប់ថាប្រពន្ធរបស់បុរសដែលបានស្លាប់នោះមានរូបរាងខ្ពស់សម្បុររាងសបន្តិចប៉ុន្តែទឹកមុខស្លូតបូតរីឯប្តីមានរូបរាងខ្ពស់ច្រមុះស្រួចប៉ុន្តែនៅលើខ្លួនរបស់គេហាក់បីដូចជាមានសន្លាក់ព្រោះថាកាលពីគេនៅរស់គេខិតខំធ្វើការណាស់រហូតទៅដល់ក្រិនក្រោះដៃអស់ហើយដើម្បីបានលុយយកមកធ្វើផ្ទះនេះប៉ុន្តែជាអកុសលបុរសនេះក៏បានធ្លាក់ខ្លួនឈឺរហូតទៅដល់ស្លាប់ដូច្នេះហើយទើបធ្វើឲ្យនាងប្រពន្ធឈឺចិត្តហើយក៏បានស្លាប់តាមប្តីនោះទៅប៉ុន្តែវិញ្ញាណប្តីប្រពន្ធនេះមិនទៅណាឡើយព្រោះថានៅអាណិតស្រណោះផ្ទះដែលខ្លួនខិតខំប្រឹងប្រែងរកប្រាក់ដើម្បីធ្វើតែស្រាប់តែមិនអាចរស់នៅបានក្រោយពីប្រពន្ធឈ្មួញឮហើយក៏ពិតជាមានអារម្មណ៍ថារន្ធត់ខ្លាំងណាស់លួចហើយក៏បានទៅប្រាប់ប្តីម្ដងទៀតឯងពួកយើងឆាប់រើផ្ទះចេញទៅកុំសឹងនៅផ្ទះនេះឯណាខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះតែចាប់ផ្ទះនេះហាក់បីដូចជាមុខលោកបន្លាយខ្ញុំម្ដងជាពីរដងហើយនិយាយឆ្ងល់ឯងណាតើឯងបានឃើញខ្មោចនេះពិតទេតើខ្មោចនោះឯណាមិនក៏វាមិនលងជើងវាចេះតែចេញឲ្យឯងឃើញចុះនេះគឺមកពីការស្រមោលស្រមៃរបស់ឯងទីតើឯងដឹងទេផ្ទះនេះមិនខ្វះទេអ្នកចង់បានដូច្នេះហើយឯងត្រូវគិតថាពេលខ្លះមនុស្សទាំងអស់នោះប្រើល្បិចដើម្បីឲ្យឯងចាក់ចេញពីទីនេះរួចហើយក៏គេមកទិញបន្តមួយម៉ាត់ណាក៏ជាជំនួយរបស់ឯងដែរតែបើជាសុភមង្គលគ្រួសារក្តីសុខប្រពន្ធឯងភ្លេចអស់ហើយឯងប្រែប្រួលហើយបើដូច្នេះខ្ញុំនឹងទៅរស់នៅផ្ទះម៉ែសិនហើយឯងនៅទីនេះតែម្នាក់ឯងចុះខ្ញុំនឹងនាំកូនទៅនៅជាមួយដែរលោកដាយកឡើងក្រោយពីនាងប្រពន្ធបានរើចេញពេលនោះមកប្តីប្រពន្ធនេះក៏ចាប់ផ្ដើមចេញសម្ញែងឲ្យនាយឈ្មួញបានឃើញពេលនោះនាយឈ្មួញកំពុងតែធ្វើការរបស់ខ្លួនស្រាប់តែគេក្រឡេកឃើញមានមនុស្សស្រីប្រុសពីរនាក់បានដើរសំដៅមកគេគ្រាន់តែបានឃើញពីចម្ងាយហាក់បីដូចជាមនុស្សធម្មតាតែស្រាប់តែពេលនោះប្តីប្រពន្ធនោះដើរមកជិតស្រាប់តែមានមុខគួរឲ្យខ្លាចធ្វើឲ្យបុរសជាឈ្មោះនោះស្ទើរតែប្រលឹងរត់ចោលខ្លួនចេញទៅចេញពីផ្ទះរបស់អញទៅផ្ទះនេះអញមិនលក់ឲ្យឯងទេមែនហើយចេញទៅចេញពីផ្ទះរបស់អញភ្លាមទៅឈ្មោះឯងបោកពីណាចង់វប់នៅទីនេះមែនទេបើចង់វប់ឯងបន្តនៅចុះតែបើចង់រស់ឯងឆាប់ចាក់ចេញពីទីនេះឲ្យលឿនដោយសារតែឮគេនិយាយ100ដងមិនស្មើនឹងឃើញខ្លួនឯងម្ដងឡើយពេលនោះឈ្មួញភ័យខ្លាំងណាស់រួចហើយក៏សន្លប់បាត់ឈឹងលុះដល់ព្រឹកស្អែកនាយឈ្មួញនេះភ្ញាក់ឡើងស្រាប់តែខ្លួនរបស់គេស្ថិតនៅក្រោមដើមឈើកណ្ដាលវាលស្រែទៅវិញនេះទើបធ្វើឲ្យឈ្មួញញាក់ភ្នែកធ្វើឲ្យគេនោះដឹងថាខ្មោចនៅផ្ទះនេះពិតជាមិនធម្មតាហើយចាប់តាំងពីពេលនោះមកធ្វើឲ្យនាយឈ្មួញនេះបានជឿជាក់ថានៅលើលោកនេះពិតជាមានព្រលឹងខ្មោចមែនចាប់តាំងពីពេលនោះមកផ្ទះនោះក៏មិនត្រូវបានអ្នកណាទិញតទៀតដែរ